បាទជំរាបសួរខ្ញុំបាទឈ្មោះម៉េងប៊ុនរិនជំរាបសួរនាងខ្ញុំឈ្មោះលឹមសាន់ឌីពួកយើងទាំងពីរជាម្ចាស់អាជីវកម្ម Verkali Cambodia ហើយយើងក៏មានអាជីវកម្មផ្សេងទៀតនៅក្នុងដៃដែរដូចជា K Gallery និងដំណាក់ត្រាច Resort នៅខេត្តកំពតហើយនាងខ្ញុំយល់ឃើញថាសារៈសំខាន់នៃការធ្វើអាជីវកម្មគឺជួយឲ្យមាននិរន្តរភាពនៃការរស់នៅប្រចាំថ្ងៃហើយដើម្បីទ្រទ្រង់អាជីវកម្មឲ្យបានគឺយើងត្រូវយល់ដឹងឲ្យច្បាស់ពីផ្នែកតាក់ទងទៅនឹងហិរញ្ញវត្ថុហើយដោយសារកាលពីមុនខ្ញុំមានជំនាញផ្នែកខាងធ្វើម្ហូបហើយខ្ញុំក៏ធ្លាប់រស់នៅសហរដ្ឋអាមេរិកជាច្រើនឆ្នាំដែរដោយសារមានដងនឹងវិស័យខាងធ្វើម្ហូបក៏មិនមានចំណេះដឹងគ្រប់ជ្រុងជ្រោយដើម្បីគ្រប់គ្រងអាជីវកម្មឲ្យទៅរលូនហើយនឹងចំណេះដឹងតាក់ទងពីហិរញ្ញវត្ថុឲ្យបានច្រើនដែរចាអញ្ចឹងហើយអស់រយៈពេលជាច្រើនឆ្នាំកន្លងមកយើងចេះតែបន្តធ្វើដំណើរបន្តបន្ទាប់នៅប្រកបអាជីវកម្មយើងទៅមុខទៀតទៅក៏ជួបបញ្ហាខ្លះជួបភាពជោគជ័យខ្លះទៅហើយបន្ទាប់ពីឆ្លងកាត់បានបទពិសោធន៍ច្រើនឆ្នាំមកក៏នាងខ្ញុំយល់ឃើញថាការយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុគឺអាចជួយអាជីវកម្មជួយជីវិតផ្ទាល់ខ្លួនយើងឲ្យមាននិរន្តរភាពនិងលំនឹងហើយកន្លងមកនេះក៏បានជួបលោកសាស្ត្រាចារ្យឡុងវរិនតាមរយៈការចូលរួមសិក្ខាសាលានៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាក៏បានចូលរួមសិក្សាជាមួយលោកសាស្ត្រាចារ្យហើយលោកក៏បានចង្អុលបង្ហាញតាក់ទងទៅនឹងរូបមន្តហិរញ្ញវត្ថុនឹងការគណនាហិរញ្ញវត្ថុការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួននិងការចាត់ចែងហិរញ្ញវត្ថុទម្រង់បែបអាជីវកម្មបាទកន្លងមកពួកខ្ញុំទាំងពីរនាក់ហ្នឹងចង់ធ្វើអ្វីមួយគឺធ្វើតាមដែលអារម្មណ៍យើងចង់ធ្វើឬក៏គិតអីមួយគិតថាការគិតរបស់យើងគឺត្រឹមត្រូវប៉ុន្តែបន្ទាប់ពីចូលរួមសិក្សាជាមួយលោកសាស្ត្រាចារ្យឡុងវរិនមកទៀតមកពួកខ្ញុំដឹងច្បាស់ថាការយល់ដឹងផ្នែកហិរញ្ញវត្ថុគឺមានសារៈសំខាន់ខ្លាំងមែនទែនបានដើម្បីបង្កើតនិរន្តរភាពក្នុងការគ្រប់គ្រងអាជីវកម្មក៏ដូចជាការចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរបាទយើងខ្ញុំទាំងពីរនាក់ក៏សូមថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យឡុងវរិនក៏ដូចជាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាដែលបានរៀបចំនិងបង្កើតវគ្គបណ្ដុះបណ្ដាលល្អក៏ដូចជាការយល់ដឹងផ្នែកហិរញ្ញវត្ថុភាពជាអ្នកដឹកនាំក៏ដូចជាសក្តិភាពផងដែរសូមអរគុណ